ចានៅក្នុងវីដេអូនេះនាងខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការស្លម្ជូរត្រីឆ្អើរនិងត្រីងៀតហើយនេះគឺជាទិដ្ឋភាពពេលដែលយើងស្លហើយយើងអាចញ៉ាំជាមួយពងទាប្រៃមានម្ទេសអីចឹងទៅគឺរសជាតិវាក៏ល្អគួរសមឆ្ងាញ់ហូបអស់បាយ2ចានអីចឹងទៅហើយនេះគឺដំបូងគឺយើងចាប់ផ្ដើមដើររកអំបះអំពិលដែលជាគ្រឿងផ្សំនៅក្នុងម្ហូបរបស់យើងអញ្ចឹងគឺយើងអាចរកនៅតាមគៀនកោះផ្ទះយើងដែលមានអំបះអំពិលយើងអាចដើរបូតទៅហើយបើបូតទៅនឹងអត់គ្រប់ទេយើងអាចទៅបូតកន្លែងផ្សេងឲ្យបានច្រើនសម្រាប់ក្នុងការស្លអញ្ចឹងអំបះអំពិលដែលសមល្មមក្នុងការស្លគឺប្រហែលមួយកញ្ច្រែងនឹងអីទៅគឺអាចស្លគ្រប់ហើយបន្ទាប់មកគឺយើងត្រូវទៅយកត្រីឆ្អើរដែលយើងមានឬក៏ត្រីឆ្អើរដែលយើងញ៉ាំហើយនៅសល់សំបកជាងភាគច្រើនយើងញ៉ាំត្រីឆ្អើរគឺនៅសល់សំបកអញ្ចឹងយើងយកមកដាក់ស្លមកហើយនឹងបន្ថែមត្រីឆ្អើរថ្មីមួយក្បាលឬពីរក្បាលចឹងមកហើយយើងហែកវាតូចតូចដូចបង្ហាញក្នុងរូបភាពចឹងហើយផ្នែកដែលឆ្អឹងគឺយើងមិនបាច់ទុកទេគឺយើងត្រូវយកឆ្អឹងនឹងចោលបន្ទាប់មកទៀតគឺយើងត្រូវធ្វើការទៅដាំទឹកដើម្បីស្រោះត្រីឆ្អើរនឹងអញ្ចឹងគឺយើងចាប់ផ្ដើមដាក់ទឹកនៅក្នុងខ្ទឹមសៀវទៅចាដាក់ទឹកមកល្មមសម្រាប់អាចស្រោះត្រីឆ្អើរនឹងឲ្យលិចបន្ទាប់មកយើងត្រូវធ្វើការដាក់ដាំទឹកនឹងឲ្យពុះយើងត្រូវដោតខ្ទឹមសៀវដាក់ដាំឲ្យពុះទៅចាអញ្ចឹងបន្ទាប់ពីយើងដាក់ដាំវាពុះហើយគឺយើងត្រូវយកទឹកក្តៅនឹងយកទៅចាក់នៅក្នុងត្រីឆ្អើរដែលយើងបានធ្វើការបោកឲ្យស្អាតហ្នឹងយើងចាក់ទៅឲ្យវាលិចដើម្បីឲ្យអស់ជាតិផ្សែងភ្លើងដែលគេឆ្អើរត្រីនឹងអាក្លិនឈ្ងៀមហ្នឹងដើម្បីឲ្យរសជាតិស្លដែលយើងធ្វើនឹងទៅវាឆ្ងាញ់ចាអញ្ចឹងយើងដាក់ម្លិចទៅចាបន្ទាប់ពីយើងដាក់ម្លិចហើយគឺយើងត្រូវទៅរកគ្រឿងក្រូចសម្រាប់ស្លអញ្ចឹងអានេះគឺជាដើមស្លឹកក្រូចសើចអញ្ចឹងគឺយើងត្រូវទៅបេះស្លឹកក្រូចសើចហើយបើយើងអត់មានដើមទេយើងអាចសុំអ្នកជិតខាងយើងឬក៏ទៅទិញនៅឯផ្សារបានអញ្ចឹងយើងបេះមកបរិមាណល្មមសម្រាប់ស្លទៅបន្ទាប់មកទៀតគឺយើងត្រូវទៅរករំដេងដែលជាគ្រឿងផ្សំមួយមុខទៀតអញ្ចឹងគឺយើងអាចជីករំដេងនៅគៀនផ្ទះរបស់យើងឬក៏សុំយាយរបស់យើងឬក៏មីងរបស់យើងក៏បានបើមិនចឹងទេយើងទៅទិញនៅឯផ្សារបន្តិចទៅអញ្ចឹងយើងឆ្កឹះមកឆ្កឹះបានហើយយើងយកវាទៅលាងទឹកបន្ទាប់មកយើងត្រូវកាត់ស្លឹកគ្រៃដែលជាគ្រឿងផ្សំមួយមុខទៀតនៅក្នុងសម្លរបស់យើងអញ្ចឹងយើងរកបាន3មុខហើយមិញមានម្ទេសមានស្លឹកក្រូចហើយនិងស្លឹកគ្រៃបន្ទាប់មកយើងត្រូវទៅមើលត្រីដែលយើងដាក់ស្រោះហ្នឹងណាអានោះយើងអត់ទាន់បានលាងទេយើងទុកវាមួយឡែកសិនយើងទៅមើលត្រីដែលយើងស្រោះហ្នឹងវាហើយយើងចាក់ទឹកក្តៅនឹងចេញចាយើងចាក់ទឹកក្តៅនឹងចេញសម្រែងយកតែត្រីបានហើយអាទឹកក្រហមហ្នឹងគឺជាទឹកឆ្ងៀមទេយើងអត់ទុកទឹកនឹងស្លថាអូជាតិបាត់ជាតិអីអត់អីទេទឹកហ្នឹងគឺជាទឹកឆ្ងៀមដែលគេឆ្អើរត្រីទេអញ្ចឹងយើងសម្រៀងវាចេញឲ្យអស់រួចហើយយើងត្រូវចាក់លាងទឹកស្អាតមួយទឹកទៀតចាលាងត្រីឆ្អើរហ្នឹងយើងចាក់ទឹកស្អាតធម្មតាលាងមួយទឹកទៀតហើយបន្ទាប់មកគឺយើងត្រូវសម្រែងទឹកសាបនឹងចេញចាសម្រែងទឹកសាបនឹងចេញដូចគ្នាយើងទុកទៅកាកត្រីឆ្អើរទេគឺយើងទុកពេលសម្រាប់ទៅពុះយើងយកត្រីនេះទៅបោះអញ្ចឹងយើងមើលដូចក្នុងរូបភាពទៅយើងចាក់ទឹកស្អាតពីកុំឲ្យទៅហើយយើងធ្វើការយកបត្រងអីទៅត្រងដើម្បីកុំឲ្យវាដោយត្រីឆ្អើរនឹងចាយើងចាប់ផ្ដើមត្រងសម្រែងទុកតែត្រីឆ្អើរបានហើយចាអញ្ចឹងយើងសម្រែងទឹកសនឹងអស់ហើយបន្ទាប់មកទៀតគឺយើងត្រូវទៅមើលស្លឹកក្រូចហើយនៅស្លឹកគ្រៃរបស់យើងដែលយើងអត់ទាន់បានលាងទឹកមិញយើងទឹកទៅបេះណាអញ្ចឹងយើងធ្វើការលាងមួយទឹកពីរទឹក3ទឹកធ្វើម៉េចឲ្យទឹកនឹងស្អាតពេលសល់ទឹកនេះយើងអាចលាងម្ទេសទៅដោយសារតែម្ទេសវាសុទ្ធតែដីយើងកុំឲ្យចំណាយច្រើនបន្ទាប់មកយើងលាងទឹកដែលស្អាតលាងម្ទេសនឹងឲ្យស្អាតអញ្ចឹងយើងបានលាងគ្រឿងក្រូចស្អាតហើយបានស្រង់ត្រីរួចហើយបន្ទាប់មកគឺយើងត្រូវទៅកាត់ត្រីងៀតមិញយើងបានស្រោះត្រីឆ្អើរនៅត្រីងៀតអញ្ចឹងយើងកាត់ត្រីងៀតហ្នឹងឲ្យវាទំហំវាតូចមកល្មមញ៉ាំកុំទុកនឹងធំពេកអញ្ចឹងយើងកាប់វាមកអានេះខ្ញុំដោយសារតែដាក់វីដេអូថតគីនឹងអញ្ចឹងទៅវារៀងញ័រអញ្ចឹងយើងយកត្រីឆ្អើរហ្នឹងទៅត្រាំទឹកហើយយើងធ្វើការអាណាល្មមហើយមិនបាច់កាប់ទេអាណានៅយើងកាប់វាដាក់យកទៅត្រាំក្នុងទឹកទៅដើម្បីឲ្យសាច់ត្រីងៀតនឹងវាទន់វាឆ្ងាញ់ឥឡូវនេះនៅសល់ប្រហែលដុំទៀតហ្នឹងយើងធ្វើការកាប់វាទៅ
ចាកាប់ឲ្យមកល្មមសម្រាប់ដែលយើងញ៉ាំបានណាទុកទាំងធំនឹងចាយើងកាប់ជា2ទៅតាមមើលដូចនៅក្នុងរូបភាពអញ្ចឹងបន្ទាប់ពីយើងកាប់ត្រីងៀតហើយគឺយើងត្រូវដាក់ទឹកក្នុងឆ្នាំងដើម្បីដាំឲ្យពុះយើងធ្វើគ្រឿងក្រូវអីឲ្យរួចអស់ហើយចាំយើងដាំទឹកនឹងឲ្យពុះដោយសារយើងប្រើអគ្គិសនីតែបើយើងប្រើខ្ជុងយើងអាចនឹងត្រូវបង្កាត់ភ្លើងទុកមុនអានេះយើងដោតឆ្នាំងភ្លើងទៅឲ្យវាមានភ្លើងវាដាក់ទឹកឲ្យអត់ដោតអត់មានភ្លើងទេបន្ទាប់មកគឺយើងត្រូវបង់ស្លឹកក្រូចចាបង់ស្លឹកក្រូចដែលយើងបានលាងស្អាតហ្នឹងហើយបង់ស្លឹកគ្រៃរួចហើយដេងគឺយើងអត់ដាក់ទាំងធំនឹងទេចាដេងគឺយើងត្រូវយកវាមកកាត់ជាចំណិតពីចំណិតធំមកល្មមទាំងអស់គ្នាកុំដាក់ធំពេកក៏វាធំខ្លាំងពេកហើយបើដាក់តិចពេកក៏វាអត់ឆ្ងាញ់ដែរអញ្ចឹងយើងមើលតាមវីដេអូនេះទៅគឺយើងកាត់ប្រហែលប៉ុណ្ណឹង2ដុំទៅសម្រាប់សឡមួយឆ្នាំងប៉ុណ្ណឹងហើយបើសឡតិចជាងហ្នឹងយើងបន្ថយម្ដេងតាមហ្នឹងហើយបើច្រើនជាងហ្នឹងយើងដាក់ច្រើនជាងហ្នឹងទៅបន្ទាប់ពីកាត់ម្ដេងហ្នឹងហើយយើងយកម្ដេងហ្នឹងទៅដាក់បង់ក្នុងឆ្នាំងបន្ទាប់មកគឺយើងត្រូវយកគ្រឿងផ្សំមួយទៀតគឺយើងយកខ្ទឹមយកមកដំវាហើយយើងច្រាំខ្ទឹមនឹងឲ្យតូចយកទៅដាក់នៅក្នុងសម្លរបស់យើងខ្ទឹមគឺយើងដាក់មកល្មមនឹងសម្លរបស់យើងទៅសម្លយើងប៉ុណ្ណឹងគឺដាក់3 4កំពឹសប៉ុណ្ណឹងហើយបើកំពឹសរាងធំយើងដាក់ទៅ2ទៅបើកំពឹសតូចយើងអាចដាក់3 4ដូចក្នុងវីដេអូហ្នឹងទៅអញ្ចឹងយើងចាប់ផ្ដើមដំខ្ទឹមចាដាំខ្ទឹមនឹងទៅដើម្បីយើងងាយស្រួលបកសំបកយើងដាំអស់ហើយយើងចាប់ផ្ដើមបកសំបកម្ដងមួយទៅដូចនៅក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងយើងបកឲ្យបកអាផ្នែកដែលរឹងនឹងចេញបកអស់ពីសំបកមកបន្ទាប់មកយើងក៏ច្រាំខ្ទឹមនឹងឲ្យវាម៉ត់ដើម្បីឲ្យវាស្រួលញ៉ាំណានៅទឹកដុំអ្នកខ្លះអត់សូវប៉ិនទេប៉ុន្តែបើយើងច្រាំឲ្យតូចទៅគឺវាដោយតាមរឿងជីកសំជាស្រ័យហ្នឹងអញ្ចឹងយើងធ្វើការច្រាំវាឲ្យតូចទៅយើងដាក់នៅក្នុងសម្លរបស់យើងចាដាក់សម្លរបស់យើងបន្ទាប់មកយើងទៅរមើប្រហុកចាយើងកាយប្រហុកមកបន្ទាប់មកយើងធ្វើការលាងប្រហុកហ្នឹងអញ្ចឹងប្រហុកផ្ទះយើងគឺខុសគ្នាសម្រាប់ប្រហុកខ្ញុំវាប្រៃតែវាអត់សូវស្អុយទេអញ្ចឹងខ្ញុំអត់ហ៊ានលាងខ្លាំងទេខ្ញុំគ្រាន់តែចាក់ទឹកអញ្ចឹងទៅឲ្យវាអស់ជាតិប្រៃហើយនៅជាតិប្រហុកដដែលហើយបើទេអ្នកទាំងអស់គ្នាស្អុយអាក្រក់អីអាចលាងឲ្យដាក់ទឹកលាងឲ្យស្រួលបួលទៅតែនេះខ្ញុំចង់លាងឲ្យវាអស់តែអំបិលទេអញ្ចឹងគឺខ្ញុំលាងបែបហ្នឹងអញ្ចឹងអំបិលខាងក្រៅនោះវារលាយហើយជាតិប្រហុកគឺវានៅដដែលបន្ទាប់មកគឺយើងត្រូវយកប្រហុកដែលយើងបានលាងរួចហើយហ្នឹងយើងយកមកជ្រុំនៅក្នុងទឹកពុះហើយបើទឹកអត់ទាន់ពុះទេអត់ទាន់គេជ្រុំទេតែបើទឹកពុះបានយើងចាប់ផ្ដើមជ្រុំហើយការជ្រុំប្រហុកយើងដាក់ឲ្យផុតសាច់ប្រហុកដើម្បីឲ្យសាច់ប្រហុករបស់យើងនឹងវាលួយវាទន់ស្រួលយើងជ្រុំអញ្ចឹងយើងជ្រុំទៅមកឲ្យវាលួយសល់តែឆ្អឹងហើយយើងយកអាឆ្អឹងប្រហុកហ្នឹងយកទៅចោលលាងកត្រងចាទុកទៅចាយកកត្រងដែលយើងធ្វើហ្នឹងយកទុកទៅបន្ទាប់មកទៀតគឺយើងត្រូវទៅមើលសាច់ត្រីដែលយើងបានស្រោះទុកហ្នឹងយកមកដាក់ដោយសារទឹកហ្នឹងវាធ្លាប់ពុះម្ដងហើយអញ្ចឹងមិនបាច់ពុះទៀតក៏បានដែរក៏យើងអាចដាក់បានដែរហើយបើអ្នកខ្លះចង់ចាំដល់ពុះក៏បានដែរក៏អីដែរអញ្ចឹងគឺយើងដាក់ត្រីឆ្អើរនឹងចូលទៅបន្ទាប់ពីយើងដាក់ត្រីឆ្អើរនឹងហើយគឺយើងត្រូវទៅរកមើលគ្រឿងក្រូវដើម្បីដាក់នៅក្នុងសម្លរបស់យើងអញ្ចឹងគ្រឿងក្រូវដែលយើងត្រូវដាក់មានដូចជាប៊ីចេងអញ្ចឹងយើងដាក់ប៊ីចេងមកកូនសាព្រាជ័រចាមកកូនសាព្រាជ័រទៅបន្ទាប់មកយើងត្រូវដាក់ស្ករបន្តិចទៅដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ហើយបើឃើញច្រើនអាចទុកបន្តិចទៅចាអញ្ចឹងគឺយើងលួចដាក់ដើម្បីឲ្យវាឆ្ងាញ់បន្ទាប់មកគឺយើងត្រូវធ្វើការកូរវាឲ្យវាសព្វនៅក្នុងសម្លរបស់យើងណាចាកូរវាទៅអញ្ចឹងយើងបានដាក់ត្រីឆ្អើររួចហើយគឺនៅត្រីងៀតហើយត្រីងៀតយើងត្រាំចាយើងត្រាំយកទៅបានលាងទឹកទេអញ្ចឹងយើងត្រូវទៅយកត្រីងៀតដែលយើងត្រាំហ្នឹងស្រង់ដាក់ក្នុងកញ្ច្រែងចាដាក់ក្នុងកញ្ច្រែងទៅបន្ទាប់មកយើងត្រូវលាងវាមួយទឹកទៀតចាដើម្បីឲ្យវាស្អាតចាអញ្ចឹងយើងដាក់ត្រីងៀតនឹងមកហើយដាក់ទឹកស្អាតចូលទៅលាងឲ្យមើលទៅទឹកនឹងឡើងថ្លាអញ្ចឹងបានន័យថាមិនថាបន្លែឬក៏ត្រីងៀតរបស់យើងទេគឺវាស្អាតហើយបើលាងទៅឃើញនៅទឹកល្អក់ទឹកខ្មៅទឹក
បើត្រីស្រស់វិញយើងឃើញនៅឈាមអានឹងវាអត់ទាន់ស្អាតទេយើងលាងឲ្យវាទាស់ទៅស្អាតអញ្ចឹងទៅបន្ទាប់មកយើងយកត្រីងៀតនឹងយកទៅបង់នៅក្នុងសម្លជាមួយនឹងត្រីឆ្អើរនឹងចានេះគឺខ្ញុំកាន់យកទៅដាក់នៅក្នុងឆ្នាំងសម្លដែលកំពុងតែពុះហើយចាបន្ទាប់ពីយើងដាក់ត្រីងៀតនឹងហើយគឺយើងត្រូវកូរនៅក្នុងសម្លឲ្យវាសព្វទៅបន្ទាប់មកយើងត្រូវគិតទៀតថាតើយើងនឹងធ្វើអីទៀតអញ្ចឹងគឺយើងត្រូវទៅមើលអំបិលដែលយើងត្រូវដាក់នៅក្នុងសម្លអញ្ចឹងគឺយើងចាប់ផ្ដើមយកអំបិលនឹងមកហាន់ម្ដងបន្តិចដូចនៅក្នុងវីដេអូអញ្ចឹងគឺយើងចាប់ផ្ដើមហាន់វាហើយយើងដាក់បន្ទាប់ខាងក្រោមទៅដើម្បីឲ្យវាស្មើគ្នាហើយស្រួលយើងហាន់ល្អិតអញ្ចឹងយើងហាន់អំបិលនឹងហាន់ទូចល្អិតចប់អស់ប៉ុណ្ណឹងហើយយើងត្រូវចាទៅយកអំបិលដែលនៅសេសសល់ហ្នឹងយកមកហាន់បន្តទៀតហើយពេលហាន់ហើយហ្នឹងគឺយើងបង់ចូលទៅក្នុងឆ្នាំងដាក់ក្នុងឆ្នាំងសឡរបស់យើងហើយពេលដែលយើងដាក់ហ្នឹងក៏យើងមើលដែរថាតើបរិមាណប៉ុណ្ណាដែលវាល្មមមកជូរមកឆ្ងាញ់មិនចេះតែដាក់តិចក៏តិចច្រើនក៏ច្រើនទេអញ្ចឹងយើងស្មានមកថាតើប៉ុណ្ណាដែលវាធ្វើឲ្យសឡរបស់យើងនឹងជូរល្មមឆ្ងាញ់អញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងសម្រាប់វីដេអូអំបិលហ្នឹងគឺខ្ញុំបានបេះមកល្មមសម្រាប់មកសឡហ្នឹងហើយអញ្ចឹងគឺខ្ញុំធ្វើការហាន់ដាក់ចូលទាំងអស់ហាន់ម្ដងបន្តិចដាក់ចូលទាំងអស់អ្នកខ្លះបើគេបកកែហាន់គេហាន់តែម្ដងអញ្ចឹងទៅដូចខ្ញុំចេះតែហាន់មកល្មមអញ្ចឹងក៏យើងហាន់តាមជំនាញរបស់យើងទៅពេលហាន់ហើយយើងដាក់ចូលក្នុងឆ្នាំងហើយយើងធ្វើការកូរវាឲ្យសព្វទៅចាធ្វើការកូរវាឲ្យសព្វទៅដើម្បីឲ្យវាឆាប់ចេញជាតិជូរនៅក្នុងស្លរបស់យើងបន្ទាប់ពីយើងដាក់អំបិលដាក់អីហើយយើងត្រូវរង់ចាំឲ្យត្រីឆ្អើរក៏ដូចជាត្រីងៀតរបស់យើងនឹងគឺវាផុយឆ្អិនឲ្យល្មមឲ្យឆ្ងាញ់ចឹងទៅអញ្ចឹងយើងអាចភ្លក់ឲ្យហើយក៏បានឬក៏ចាំបន្តិចទៀតចាំភ្លក់ក៏បានដែរអញ្ចឹងយើងយកនេះមកដោយសារមួយថ្ងៃប្រើតែស្លាបព្រាទេទៅប្រើវែកទេនិយាយទៅខ្ញុំជួយចិត្តប្រើស្លាបព្រាដោយសារវាអត់ក្តៅអីទេវាស្រួលតែដល់ពេលដែលយើងដួសស្លយើងប្រើវែកបានវាស្រួលអញ្ចឹងយើងត្រូវធ្វើការភ្លក់ដល់ម៉ោងភ្លក់ណាភ្លក់ទឹកហើយនឹងភ្លក់សាច់ត្រីហើយនឹងត្រីឆ្អើររបស់យើងថាតើវាឆ្អិនមកឆ្ងាញ់ហើយនៅហើយរសជាតិមិនដែរស្ទើរអីខ្លះយើងថែមប៉ុន្តែដោយសារតែក្នុងនេះគឺខ្ញុំដាក់ទៅតែម្ដងគឺល្មមតែម្ដងអញ្ចឹងហើយពុះទាំងសាច់ត្រីទាំងអីគឺឆ្អិនហើយអញ្ចឹងខ្ញុំដកភ្លើងទុកហើយអញ្ចឹងអានេះគឺសឡម្ជូរយើងបានរួចរាល់ជាការស្រេចហើយបើចូលចិត្តកុំភ្លេចចុច like និងចុច subscribe ឲ្យម្នាក់មួយផងអរគុណច្រើនជម្រាបលាបាយ